Chom រៀបសួរពុកម៉ែបងប្អូនទាំងអស់គ្នាក្នុងវីដេអូថ្ងៃនេះខ្ញុំនឹងធ្វើដំណើរចេញពីប្រទេសកម្ពុជាទៅប្រទេសជប៉ុនទីក្រុងតូក្យូចឹងកុំឲ្យខាតពេលវេលាយូរសូមនាំបងប្អូនមកទស្សនាទាំងអស់គ្នាអូខេអ្នកទាំងអស់គ្នាឥឡូវនេះខ្ញុំកំពុងតែរងចាំយន្តហោះហើយថ្ងៃនេះយើងជិះយន្តហោះ Max Korean Air ចឹងចាំយន្តហោះមកចាំខ្ញុំថតទៀតឥឡូវនេះគឺយន្តហោះមកដល់ហើយអ្នកទាំងអស់គ្នាហើយយើងជិះយន្តហោះ Max Airbus 330អូខេអ្នកគ្នាឥឡូវយើងចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយនេះគឺជាទស្សនភាពនៅលើ Korean Air នេះគេឲ្យខ្នើយអ្នកគ្នាខ្នើយហើយគេឲ្យភួយអ្នកគ្នាភួយហើយគេឲ្យកាសអ្នកគ្នានេះចាំខ្ញុំ unboxing កាសឲ្យអ្នកគ្នាមើលហើយនេះគឺជារបស់លេងអ្នកគ្នាគេឲ្យគឺលយមែនតើអ្នកគ្នាអូខេឥឡូវដាក់នេះសិនហើយនេះទូអ្នកគ្នាមើលទូអ្នកគ្នាគេអ្នកគ្នាគឺលយមែនតើអ្នកគ្នាជាមួយ touch screen English អ្នកគ្នាមានគ្រឿង wicked មានច្រើនអ្នកគ្នាអញ្ចឹងអ្នកគ្នាគឺ Korean Air លយមែនតើអ្នកគ្នាអូខេអ្នកគ្នាឥឡូវមកហូបមកអ្នកគ្នាអ្នកគេឲ្យបាយមកអ្នកគ្នាThis wow it looks so good. Hi, this is orange juice and this is chicken rice. It's very spicy now andនេះគឺជា salmon and here is the fruit គេតោះឥឡូវខ្ញុំនឹងញ៉ាំនោះគឺថាបាយមន់គេឆ្ងាញ់មែនតើអ្នកគ្នាខ្ញុំឲ្យ9លើ10អូខេអ្នកគ្នាឥឡូវយើងដល់ពលាន Incheon ហើយឥឡូវយើងកំពុងតែទៅ transfer ដើម្បីទៅជប៉ុនចឹងចាំជួបគ្នាពេលទៅដល់ជប៉ុនបន្ទាប់ពីយើងជិះយន្តហោះអស់រយៈពេល2ម៉ោងថែមទៀតគឺយើងបានមកដល់ប្រលានយន្តហោះ Narita ប្រទេសជប៉ុនឥឡូវហ្នឹងគឺយើងចេញពីយន្តហោះហើយចឹងទៅយើងក៏បានឆែក passport យូរហោដែរតែដោយសារតែកន្លែងឆែក passport គឺគេឲ្យយើងថតទេចឹងខ្ញុំក៏អត់ថតឥឡូវខ្ញុំចាប់ផ្ដើមចុះស្ដារយន្តដើម្បីទៅយកវ៉ាលីព្រោះអីយើងឆែក passport ហុយហល់អស់ហើយបន្ទាប់ពីយើងទៅ immigration ហើយអស់ឥឡូវនេះគឺយើងបានចេញពីក្រៅពលានហើយគឺអាកាសធាតុត្រជាក់មែនតើឥឡូវនេះខ្ញុំនឹងទៅដំណើរកម្សាន្តនៅប្រទេសជប៉ុនទីក្រុងតូក្យូឥឡូវនេះគឺយើងឡើងឡានក្រុងហើយពីប្រលានយន្តហោះ Narita ទៅទីក្រុងតូក្យូគឺយើងចំណាយរយៈពេល1ម៉ោងជាងដើម្បីទៅដល់ទីក្រុងតូក្យូហើយឥឡូវនេះគឺយើងកំពុងតែធ្វើដំណើរទៅប្រាសាទអាសាគូសាប្រាសាទដែលយើងកំពុងតែធ្វើដំណើរទៅគឺជាប្រាសាទចាស់ជាងគេនៅទីក្រុងតូក្យូហើយប្រាសាទនេះក៏ជាប្រាសាទព្រះពុទ្ធសាសនាដែរឥឡូវនេះគឺយើងបានមកដល់ប្រាសាទអាសាគូសាហើយគឺថាប្រាសាទនេះពិតជាស្រស់ស្អាតមែនទែនអ្នកទាំងអស់គ្នាហើយនេះគឺជាវីដេអូដែលខ្ញុំបានថតវីដេអូដែលអ្នកគ្នាបានមើលជើងគឺថាប្រាសាទនេះធំទូលាយណាស់ហើយក៏ស្រស់ស្អាតដែរហើយបន្ទាប់ពីយើងដំណើរកម្សាន្តនៅប្រាសាទអាសាគូសាខ្ញុំក៏បានមកញ៉ាំអីហើយគឺថាម្ហូបគេឆ្ងាញ់ហ្មងណាអ្នកគ្នាសាច់គោរបស់គេដាក់ជាមួយបាយគឺថាជាតិមែនតើអ្នកគ្នាហើយពេលញ៉ាំមីសូស៊ុបគេគឺថាអែមែនតើអ្នកគ្នាគឺម្ហូបទាំងអស់នេះខ្ញុំឲ្យ10លើ10បន្ទាប់ពីយើងញ៉ាំអីហើយអស់យើងក៏បានមកដល់កតុបកតាយគេហើយគឺថាបន្ទប់បតាយគេស្អាតមែនតើនិងទំនើបចឹងវីដេអូថ្ងៃទី1គឺមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាថ្ងៃទី2ខ្ញុំនឹងផុសបន្តទៀតបើបងប្អូនចូលចិត្តវីដេអូនេះកុំភ្លេច like ហើយ share ឲ្យអ្នកមួយផងនិងក៏កុំភ្លេច subscribe ដែរហើយសូមជម្រាបលាពុកម៉ែបងប្អូនទាំងអស់គ្នាសូមអរគុណ